ហេតុអ្វីកម្ពុជាមិនទិញយន្តហោះចម្បាំងទំនើបពេលនេះសហរដ្ឋអាមេរិកបានប្រកាសលុបចោលការហាមឃាត់លក់អាវុធទៅកម្ពុជាហើយការផ្លាស់ប្ដូរនេះមានន័យថាកម្ពុជាអាចស្នើសុំទិញអាវុធចាប់ពីឧបករណ៍តូចៗរហូតដល់ឧបករណ៍កម្រិតខ្ពស់តាមតម្រូវការនិងតាមច្បាប់អាមេរិកករណីនេះជាសញ្ញាថាទំនាក់ទំនងយោធារវាងប្រទេសទាំងពីរកំពុងតែប្រសើរឡើងវិញតែមានសំណួរប្រជាជនជាច្រើនសួរនោះគឺហេតុអ្វីបានជាកម្ពុជាមិនទិញយន្តហោះចម្បាំងទំនើបដូចប្រទេសធំៗចម្លើយស្ថិតលើមូលហេតុជាច្រើនយន្តហោះចម្បាំងមានតម្លៃខ្ពស់ណាស់តម្លៃមួយគ្រឿងអាចឈានដល់ជាង$30 លានឡើងទៅហើយថ្លៃថែទាំប្រចាំឆ្នាំក៏ខ្ពស់ជាង$100 លានសម្រាប់ក្រុមយន្តហោះជាច្រើនគ្រឿងប្រទេសយើងត្រូវប្រើថវិកាទៅលើសាលារៀនសុខាភិបាលការកសាងសេដ្ឋកិច្ចនិងការជួយប្រជាជនដែលត្រូវការជំនួយដូច្នេះការចេញថវិកាច្រើនលើអាវុធថ្លៃៗត្រូវការវិតម្លៃយ៉ាងហ្មត់ចត់មូលហេតុបន្ទាប់គឺការទិញយន្តហោះចម្បាំងមិនមែនត្រឹមតែទិញយន្តហោះទេត្រូវមានមូលដ្ឋានយោធាធំៗជើងហោះហើរជាក់ស្ដែងក្រុមជួសជុលមានជំនាញប្រព័ន្ធរ៉ាដាការពារអាកាសនិងអ្នកបើកដែលត្រូវបណ្ដុះបណ្ដាលយ៉ាងស្ទាត់ជំនាញប្រសិនបើគ្មានបណ្ដាញគាំទ្រទាំងនេះយន្តហោះទាំងនោះក៏ប្រើប្រាស់មិនមានប្រសិទ្ធភាពនិងងាយខូចទោះបីនៅពេលនេះអាមេរិកបានបើកឲ្យកម្ពុជាទិញអាវុធវិញក៏កម្ពុជានៅតែបន្តវិតម្លៃពីតម្រូវការពិតកម្រិតថវិកានិងយុទ្ធសាស្ត្រការពារដែលសមស្របបំផុតសម្រាប់ប្រទេសយើងប្រទេសជាច្រើននៅលើពិភពលោកក៏ជ្រើសរើសប្រើប្រព័ន្ធការពារអាកាសកម្មជ្រួចឆ្លាតវៃនិងបច្ចេកវិទ្យាដែលមានតម្លៃសមរម្យជាងដើម្បីការពារទឹកដីដោយមិនប៉ះពាល់ដល់សេដ្ឋកិច្ចជាតិដូច្នេះការការពារទឹកដីមិនអាស្រ័យលើការមានយន្តហោះចម្បាំងថ្លៃទេវាអាស្រ័យលើការរៀបចំយុទ្ធសាស្ត្រល្អកម្លាំងយោធាមានវិន័យការសហការអន្តរជាតិនិងកម្លាំងចិត្តរួមរបស់យើងទាំងអស់គ្នា